ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះក្រុមហាងកាត់សក់លីស្តាយខ្ញុំបាទបានដឹកនាំក្រុមហាងកាត់សក់បាទគឺចុះមកកាត់សក់ដោយឥតគិតថ្លៃនៅក្នុងវត្តទួលអណ្ដែតដែលនៅក្នុងស្រុកបន្ទាយខេត្តបាត់ដំបងថ្ងៃនេះផងដែរគឺត្រូវនឹងថ្ងៃបុណ្យកឋិនទាននៅក្នុងវត្តទួលអណ្ដែតនេះហើយក្រុមហាងកាត់សក់របស់យើងគឺចុះមកកាត់សក់នេះគឺឥតគិតថ្លៃទេបងប្អូនគឺយើងគឺកាត់ free តែម្ដងគឺខាងខ្ញុំគឺបង្រៀនសិស្សបងប្អូនបាទគឺយើងទទួលបង្រៀនសិស្សគឺយើងដឹកនាំគាត់ឲ្យមកចុះកាត់ផ្ទាល់ដើម្បីរៀនឆាប់ចេះសិនជាបងប្អូនបាទមិនតាន់មានជំនាញអ្វីក្នុងខ្លួនឬក៏មិនតាន់មានអាជីពអ្វីគឺបងប្អូនអាចមកសិក្សាបាទជំនាញកាត់សក់នេះព្រោះកាត់សក់សម័យនេះក៏អាចរកប្រាក់ចំណូលបានកន្លែងដែលយើងចុះគឺមានច្រើនបងប្អូនគឺយើងចុះតាមសាលារៀនបាទប៉ុន្តែមករយៈនេះគឺសិស្សបាកងគឺពួកខ្ញុំបានដឹកនាំពួកគាត់មកចុះកាត់តាមវត្តតាមភូមិបាទគឺមានកម្មវិធីបុណ្យអីគឺយើងដឹកនាំពួកគាត់មកកាត់ចឹងរៀនគឺយើងផ្ដោតទៅលើការអនុវត្តផ្ទាល់ការអនុវត្តផ្ទាល់នេះផងដែរបងប្អូនគឺយើងចុះកាត់ជារៀងរាល់ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្របងប្អូនចឹងពេលខ្លះខ្ញុំមិនបានផុសវីដេអូចឹងគឺសកម្មភាពនេះគឺមានរាល់ថ្ងៃបងប្អូនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រសៅរ៍អាទិត្យគឺយើងអត់បរៀនទេមនុស្សយើងដែលអាចជួយដល់ខ្លួនឯងបានក៏ប្រៀបដូចជាជួយដល់សង្គមគ្រួសារហើយក៏លែងជាបន្ទុកនៃសង្គមផងដែរហើយការរៀននេះក៏ដើម្បីជួយជាតិផងដែរបងប្អូនបើយើងនិយាយពីបងកងទ័ពយោធាវិញបងប្អូនចឹងមុននឹងគាត់ចូលធ្វើបម្រើជាតិបងប្អូនគឺគាត់ត្រូវប្រឡងបាទត្រូវមានចំណេះដឹងទាក់ទងនឹងការបម្រើជាតិបាទមានចិត្តស្មោះត្រង់ពិតប្រាកដបាទចំពោះជាតិមិនត្រូវក្បត់ឧត្តមគតិដើម្បីផលប្រយោជន៍ខ្លួនឯងបាទហើយក៏ត្រូវមានចិត្តស្មោះត្រង់បម្រើប្រជាជនបាទពិតប្រាកដបាទមានចិត្តស្នេហាចំពោះប្រជាជននិងត្រូវការពារមរណភាពទឹកដីឲ្យបានគង់វង្សទៀតផងបងប្អូននេះយើងនិយាយចំពោះតែបងយោធាតែប៉ុណ្ណោះបងប្អូនតាមពិតទៅមិនមែនតតែយើងចូលធ្វើយោធាឬកងទ័ពទាហានហ្នឹងបងប្អូនទើបអាចបម្រើជាតិបាននោះទេបងប្អូននៅមានជាច្រើនដែលយើងអាចជួយដល់ជាតិមាតុភូមិយើងបានមានដូចជាបាទការខិតខំប្រឹងប្រែងរៀនសូត្របាទស្មោះត្រង់មិនបៀតបៀនអ្នកដទៃបងប្អូនជួយអភិវឌ្ឍប្រជាជនយើងដោយបង្កើនការងារដល់ប្រជាពលរដ្ឋបងប្អូនផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុកបាទបង្កើតនិងបង្កើនចំណេះដឹងដល់អ្នកដទៃបង្រៀនឲ្យអ្នកដទៃនឹងមានចំណេះដឹងនិងមានបទពិសោធន៍ការងារល្អៗបណ្ដុះបណ្ដាលផ្នែកអប់រំឲ្យបានល្អបងប្អូនដូច្នេះយើងទាំងអស់គ្នាបងប្អូនគឺសុទ្ធតែអាចធ្វើបានដូចគ្នាឲ្យតែយើងនឹងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងារនោះបានក្នុងនាមជាប្រជាពលរដ្ឋល្អម្នាក់បងប្អូនមានទូនាទីការពារជាតិបងប្អូនជួយគិតគូរនិងជួយលើកកម្ពស់ជាតិឲ្យកាន់តែប្រសើរឡើងដើម្បីឲ្យមានការរីកចម្រើនខាងការងារសតិបញ្ញាស្មារតីជាដើមបងប្អូនយើងគ្រប់គ្នាត្រូវតែរៀនជាមុនសិនបងប្អូនពុំមានការងារណាដែលចេះដោយមិនបាច់រៀននោះទេដូច្នេះត្រូវតែបង្វឹកនិងហាត់រៀនទម្រាំតែយើងបានបំពេញការងាររបស់យើងបានល្អការជួយជាតិបងប្អូនគឺសុទ្ធតែការងាររបស់យើងគ្រប់គ្នាមិនមែនតតែជាមន្ត្រីរាជការទើបអាចជួយជាតិបាននោះទេដូចជាអ្នកស្រែចម្ការបងប្អូនប្រកបកិច្ចការងារកសិកម្មនឹងគឺដើម្បីជួយសេដ្ឋកិច្ចជាតិនឹងឯងថ្នាក់ដឹកនាំចេញស្រូវអង្ករបាទនិងដំណាំផ្សេងៗរបស់កសិករនឹងទៅលក់នៅក្នុងស្រុកឬក៏ក្រៅស្រុកដើម្បីសេដ្ឋកិច្ចជាតិនឹងឯងអ្នកជំនួញជួញដូរពាណិជ្ជកម្មដើម្បីជួយប្រជាពលរដ្ឋបាទក៏ដើម្បីជួយដល់សេដ្ឋកិច្ចជាតិដូចគ្នានឹងឯងអ្នកសិក្សាធនធានដ៏មានតម្លៃសម្រាប់ប្រទេសជាតិទាំងមូលបាទប្រៀបដូចជាតំពាំងស្នងឬស្រីអញ្ចឹងដែរខ្ញុំមិនដឹងនិយាយយ៉ាងណាទៅអស់ទេបងប្អូនបាទប៉ុន្តែយើងគ្រប់គ្នាគឺសុទ្ធតែមានទូនាទីការពារជាតិនិងជួយដល់ជាតិគ្រប់គ្នាសំខាន់គឺយើងជួយតាមលទ្ធភាពនិងតាមជំនាញរៀងៗខ្លួនបងប្អូនពេលដែលយើងរៀនបាននិទេសល្អបងប្អូនបាទជាតិក៏មានមុខមាត់ដោយសារតែយើងហើយយើងក៏ទទួលបានកិត្តិយសទាំងចំពោះគ្រួសារផងនិងខ្លួនឯងផងដែរសង្គមល្អគឺបង្កើតនៅធនធានឲ្យបានច្រើនបងប្អូនសង្គមអាក្រក់គឺមានតែរឿងកង្វល់ដល់ប្រទេសជាតិនិងប្រជាជនព្រះមហាក្សត្រឆ្លាតវៃបង្កើតបាននៅមន្ត្រីស្មោះត្រង់បងប្អូននិងមានសមត្ថភាពជួយកិត្តគូដល់ជាតិមន្ត្រីល្អគឺជួយកិត្តគូដល់ប្រជារាស្ត្រនិងជួយដល់សេដ្ឋកិច្ចជាតិបងប្អូនប្រជាជនល្អគឺជួយសាងមាតុភូមិឲ្យកាន់តែរីកចម្រើនឡើងនិងមានចិត្តស្វាមីភាពចំពោះប្រទេសជាតិរបស់ខ្លួនប្រទេសដែលរីកចម្រើនខ្លាំងបងប្អូនគឺត្រូវការមនុស្សដែលមានសមត្ថភាពមានគំនិតច្នៃប្រឌិតខ្ពស់ហ៊ានជំនះឧបសគ្គលំបាកមានការរៀនសូត្របានខ្ពង់ខ្ពស់និងត្រូវការមនុស្សដែលអាចបង្រៀនដល់អ្នកដទៃឲ្យកាន់តែរីកចម្រើនថែមទៀតបើអាចสนับสนุนបានវិញបងប្អូនគឺខ្ញុំសូមឲ្យតាមបណ្ដាញផ្សព្វផ្សាយជាពិសេសហ្នឹងគឺ social media រាល់ថ្ងៃគឺខ្លាំងមែនទែនគឺវាខ្លាំងមែនទែនក៏ដូចជានៅតាមកញ្ចក់ទូទស្សន៍វិទ្យុទស្សនាបដីកាសែតឬក៏តាមដងផ្លូវបាទគួរតែផ្សព្វផ្សាយផ្នែកអប់រំនិងការយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោកបាទព្រោះថាការគ្រោះថ្នាក់ចរាចរណ៍មានរាល់ថ្ងៃនៅក្នុងប្រទេសយើងនេះបងប្អូនបើប្រជាជនយើងមានការអប់រំល្អមានឆន្ទៈល្អនិងមានវិន័យខ្ពស់បងប្អូនប្រទេសយើងនឹងមានការរីកចម្រើនមិនខានការអប់រំគឺជាផ្នែកមួយដ៏សំខាន់បងប្អូនដើម្បីជួសជុលដល់កង្វះខ្វះខាតនៃប្រាជ្ញាស្មារតីនិងការវិវត្តបាទការច្នៃប្រឌិតនិងបង្កើតអ្វីមួយថ្មីបងប្អូនសម្រាប់បងប្អូនត្រូវការសម្ភារៈកាត់សក់គ្រប់ប្រភេទបាទហាងកាត់សក់ខ្ញុំបាទក៏មានលក់សម្ភារៈផងដែរ